When life hurts សមុទ្រ hell ពេលជីវិតជួបបញ្ហាជួបការស្មុគស្មាញសមុទ្រអាចជួយព្យាបាលបាន នេះជាទ្រឹស្ដីដ៏ពេញនិយមសម្រាប់អ្នកដែលចូលចិត្តសមុទ្រចុះមានអសពសមុទ្រដែរទេនឹង សួស្ដីបានស្វាគមន៍ដំណើរកំសាន្តដ៏រីករាយមកកាន់ដែនសមុទ្រ ហើយទីតាំងដែលខ្ញុំបានម្ដងនេះគឺទីលានសាធារណៈផ្សារក្តាមដែលស្ថិតនៅជាប់ផ្សារក្តាមខេត្តកែបឬមានឈ្មោះផ្លូវការថាទីលានសម្ដេចតេជោហ៊ុនសែនខេត្តកែបបានមកដល់ទីនេះជាមួយនឹងស្ថានភាពពេលនេះអារម្មណ៍ពេលនេះគឺថាដូចកំពុងហោះហើរដែនដូងអញ្ចឹងខ្យល់អាកាសបរិសុទ្ធធ្វើឲ្យស្រស់ស្រាយមែនតើហើយបើនិយាយពីខ្យល់វិញគឺថាដូចពាក្យគេតែនិយាយអញ្ចឹងសមុទ្រតែមានរលកប្រុសខ្យល់ហ្នឹងគឺថាបក់អត់លហែបក់អត់សម្រាកសោះហើយក៏មិនមែនបក់តិចដែរគឺថាមកពើងសក់ជ្រោងដែរហ្នឹងបែបហ្នឹងកាន់តែធ្វើឲ្យការថតរូបកាន់តែមានភាពតាក់ទាញមើលតែធីមនារីដែលមកជាមួយខ្ញុំនេះចុះនេះគេកាច់រឹកចែរៀងចែសម្រស់ដល់ហើយចង់អាស្ទាយកាច់រឹកកាច់រៀងកាន់ដៃគ្នាដើរចូលសមុទ្រមិនក៏មានដែរគេថាគេណានឹងណាម្នាក់ហើយបើងាកមើលទៅផ្ទៃសមុទ្រវិញគឺថាទឹកពណ៌ខៀវថ្លាឆ្វង់ធំលួងល្វើយគ្មានកោះគ្មានត្រើយឆ្ងាយជាប់ជើងមេឃតែម្ដងគ្មានផ្លូវឡានផ្លូវម៉ូតូមនុស្សដើរឆ្លងកាត់មានតែកប៉ាល់ដឹកទំនិញធំមួយដែលខ្លួនកាត់ផ្ទៃរលកដែលបក់បោកអត់ឈុំនិយាយយូរទៅចង់ចូលប្រឡំលុះហើយតើធ្លាប់ស្រឡាញ់គ្នាសម្រាប់បងប្អូនដែលបានមកលេងកំសាន្តនៅខេត្តកែបហើយមិនទាន់បានស្គាល់ទីលានលំហែនេះខ្ញុំថាបងប្អូនមិនគួររំលងមកស្គាល់ទីលំហែថតរូបថតវីដេអូជាមួយនឹងទិដ្ឋភាពដ៏ស្រស់ស្រកាលគុនមើលថ្ងៃរៀបលេខចាំងនិងផ្ទៃសមុទ្រនៅទីលំហែដែលកំពុងពេញនិយមនេះព្រោះឯថាទីលាននេះស្ថិតនៅក្នុងទីតាំងល្អមែនទែនរៀងលយចូលសមុទ្របន្តិចហើយម្ខាងទៀតអែបជាប់ភ្នំដែលមើលទៅគឺថាពិតជាគួរឲ្យតាក់ទាញអារម្មណ៍មែនទែនឯការសាងសង់វិញក៏បានល្អដែរគឺក្រាលការ៉ូយ៉ាងស្អាតលាតសន្ធឹងពេញទីលានតែម្ដងឯនៅមាត់ច្រាំងទីលានវិញគឺមានរៀបចំដុំថ្មធំជាច្រើនដើម្បីទប់នឹងរលកពេលទឹករលកបក់មកម្ដងគឺថាបីសំពង់ខ្ចាយតែម្ដងហើយពេលចាក់ចេញពីទីនេះចង់ទិញគ្រឿងសមុទ្រស្រស់អីអាចទៅទិញនៅផ្សារក្តាមដែលនៅជាប់ទីលាននឹងតែម្ដងដែលជាផ្សារលក់គ្រឿងសមុទ្រដ៏ពេញនិយមហើយនៅក្នុងខេត្តកែបនេះដោយទីលាននេះមានទីធ្លាធំទូលាយនិងខ្យល់អាកាសបរិសុទ្ធល្អទើបទីនេះតែងតែត្រូវបានជ្រើសធ្វើជាទីលានប្រារព្ធកម្មវិធីបុណ្យជាតិធំក៏ដូចជាកម្មវិធីប្រគំតន្ត្រីឬកម្មវិធីតាំងពិព័រណ៍ពាណិជ្ជកម្មផ្សេងឬក៏ដូចជាបុណ្យសមុទ្រជាដើមហើយសម្រាប់ការមករបស់ខ្ញុំនេះក៏មកជាលើកទី1ដែរបើគិតទៅឮគេនិយាយថាទីលាននេះគេបើកដំណើរការបណ្ដើតាំងពីឆ្នាំ2022តែទើបតែបើកដំណើរការជាផ្លូវការនៅឆ្នាំ2025នេះទេហើយបើគិតចម្ងាយខ្ញុំធ្វើដំណើរពីភ្នំពេញមកដល់ទីនេះគឺមានចម្ងាយប្រមាណ150គីឡូជាងដែលខ្ញុំធ្វើដំណើរមកតាមផ្លូវជាតិលេខ3ចេញពីទីលានផ្សារក្តាមមកក៏បានបន្តដំណើរទៅលេងកន្លែងផ្សេងទៀតអ្វីដែលសង្កេតឃើញតាមដងផ្លូវគឺថាដងផ្លូវនីមួយៗគឺស្អាតមែនទែនផ្លូវនីមួយៗគឺថាឧត្តកស៊ូខ្មៅអាលងស្រិលតែម្ដងនិងលម្អទៅដោយផ្កាទាំងលើទ្រូងផ្លូវនិងតាមសងខាងចិញ្ចើមផ្លូវគឺថាពិតជាស្រស់ស្អាតទាក់ភ្នែកមែនទែននិយាយពីផ្លូវធ្វើដំណើរវិញមិនមែនឃើញស្អាតតែនៅក្នុងតំបន់ក្រុងកែបនេះទេគឺថាផ្លូវស្អាតរលោងស្រិលតាំងពីចេញពីភ្នំពេញមកតែម្ដងហើយខ្ញុំធ្វើដំណើរមកគឺតាមផ្លូវជាតិលេខ3តាមផ្លូវធ្វើដំណើរមកបានកាហ្វេមួយកែវគ្រាន់កំដរគុណមើលទេសភាពតាមដងផ្លូវសម្រាប់ទិដ្ឋភាពតាមដងផ្លូវគឺឃើញនៅតំបន់ភ្នំមួយដូចជានៅក្នុងស្រុកបន្ទាយមាសខេត្តកំពតគឺមានភ្នំមួយគឺមើលទៅស្រស់ស្អាតតាក់ទាញមែនទែនតែខ្ញុំមិនដឹងថាភ្នំនេះគេហៅថាភ្នំអីទេបើមានបងប្អូនណាស្គាល់សូមជួយខមមិនប្រាប់ផងបាទសម្រាប់វីដេអូដំណើរកំសាន្តថ្ងៃនេះសូមបញ្ចប់ត្រឹមនេះសិនចុះនឹងមានបន្តនៅវីដេអូផ្សេងទៀតសូមអរគុណសម្រាប់ការទស្សនាជាចុងក្រោយមានសំណូមពរមួយបានសូមជួយចុច follow page មួយផងបាទជាការលើកទឹកចិត្តសូមអរគុណនិងទទួលបានសំណាងល្អគ្រប់គ្នា